បាយធ្លាប់ជាក្មេងម្នាក់ប្រើប្រាស់សារធាតុញៀនរហូតដល់ផ្លាញអ្នកផ្ទះហ្មងផ្លាញអ្នកផ្ទះឲ្យរត់ចេញពីផ្ទះឲ្យផ្លាញខ្លួនឯងទៀតតែពិតអានឹងជារឿងពិតបងមួយការពីបងនៅឈាមរាវហើយកណ្ដាលក៏គ្មានពាក្យថាបាយស្រុយដែរគេហៅថាជើងការជំនាន់ហ្នឹងបងពិតជាបានលងខ្លួនជាមួយនឹងការប្រើប្រាស់គ្រឿងញៀនមែនប៉ុន្តែអាការប្រើប្រាស់គ្រឿងញៀននេះជារឿងមួយជាបទពិសោធន៍នៃជីវិតរបស់បងដែរតែបងបានឆ្លងកាត់ណាចង់លឺចង់សាកឲ្យចង់ដឹងកត្តាដែលធ្វើឲ្យបងលងខ្លួនហ្នឹងដោយសារតែបញ្ហាជីវភាពគ្រួសារយើងវាខ្វះខាតឬក៏មិនពាក់ព័ន្ធគ្រួសារបងគឺមានន័យខ្វះខាតទេមកល្មមអាចរស់បានពាក់មុតភឿនបងប្អូនអូសទាយើងទៅជក់ឬក៏មិន No ជារឿងមួយដែលខ្ញុំចង់សាកចង់ដឹងខ្លួនឯងមកពីខ្លួនឯងទេចាំមានថាបើយើងអត់ចង់ស្គាល់អត់ចង់ដឹងអត់ចង់លឺទេក៏គ្មានណាអូសក្បាលយើងទៅបានដែរបាទយើងខ្លួនឯងមិនចង់សាកមិនចង់ស្គាល់មិនចង់ដឹងទេគ្មានគ្រូបាអាចារ្យណាមកទាញយើងទៅដាក់បានទេតែយើងថាអត់ទេគ្មានណាបង្ខំយើងទេបែងជក់យូរអត់ក៏ជក់ទងលបាក់ចូល10ឆ្នាំមិនដែរដឹងចិត្តលបាក់ស្រយបែងមានចាំទេតែពេលដែលបែងប្រើប្រាស់សារធាតុញៀនហ្នឹងញ៉ាំវាជក់ថ្នាំណាយូរបំផុតរយៈពេលប្រហែលរយៈពេលដែលយើងប្រើប្រាស់ជាប់គ្នាហ្មងបាទបងធ្លាប់រយៈពេលមួយអាទិត្យពេញមានហូបបាយអត់ទេញ៉ាំបាយទេរឿងគ្រឿងញៀនវាឆ្ងាញ់ត្រង់ណាបានធ្វើឲ្យបាយលងខ្លួនរហូតដល់ជក់អត់ស៊ីបាយអត់ស៊ីទឹករហូតដល់ជាង10ឆ្នាំគ្រឿងញៀនវាមានឆ្ងាញ់ទេមកពីយើងចង់ខ្លួនឯងយើងញៀនខ្លួនឯងពេលយើងដើរមួយអ្នករៀនណាយើងរៀនហើយដើរជាមួយអ្នកជក់យើងជក់ដូចគ្នានិយាយកុំឆ្ងល់ចុះត្រឡប់មកវិញកត្តាធំបំផុតដែលធ្វើឲ្យបាយដាច់ថ្នាំញៀនបានដោយសារគេបើបងនិយាយពីការផ្ដាច់គ្រឿងញៀនណាអានេះជាបលបងឯងបងដឹងថាការដែលយើង